បាទគឺមែនតើទៅពិបាកមែនតើដោយសារតែគាត់មកលើកនេះសិតតែអ្នកជើងខ្លាំងដែរឆ្នាំដំបូងមែនប៉ុន្តែគាត់ពិតជាមានចំណេះដឹងខ្ពស់ដែលធ្វើឲ្យគណៈកម្មការពិបាកក្នុងការសម្រេចចិត្តប៉ុន្តែកន្លងពីបន្ទាប់ពីយើងធ្វើការបុកបន្ទុកយ៉ាងស្វិតស្វាញជាមួយនឹងការសំណួរសួរឲ្យម្ដងហើយម្ដងទៀតម្ដងហើយម្ដងទៀតយើងនៅតែអាចរកឃើញអ្នកឈ្នះតតែបានបាទជំរាបសួរបាទជំរាបសួរបាទជាដំបូងបាទសូមជួយណែនាំពូទាបាទបាទខ្ញុំបាទឈ្មោះកែវាសនាបាទជា National Director Mr. Import ភ្នំពេញ2026បាទអរគុណច្រើនបាទកម្មវិធីបានបញ្ចប់ដោយរលូននិងជោគជ័យហើយយើងជ្រើសរើសបាននៅបាទបេក្ខភាពដូចជាជីវភាពដែលមានសមត្ថភាពពុះពេញទៅដល់សមត្ថភាពបាទចំណេះដឹងបាទរូបសម្រស់បាទអញ្ចឹងបាទសម្រាប់លោកផ្ទាល់ជា Director បាទមានអារម្មណ៍មិនដែរគឺមានអារម្មណ៍ថារំភើបហើយនឹងសប្បាយចិត្តជាមួយនឹងការដែលគាត់ខិតខំប្រឹងប្រែងរយៈពេល3ខែពេញដែលគាត់បានធ្វើការប្រកួតប្រជែងជាមួយនឹងកម្មវិធីរបស់យើងហើយយើងក៏បានស្វែងរកបេក្ខភាពដែលមានសមត្ថភាពពិតប្រាកដមកចូលរួមក្នុងកម្មវិធីយើងថាជាធីមការងាររបស់ពួកយើងផងដែរសប្បាយចិត្តមែនទែនបាទលោកអាចជម្រាបបានថានៅក្នុងបាទវគ្គចុងក្រោយក្នុងការបាទផ្ដល់បន្ទុកទៅលើបាទសំណួរចម្លើយបាទតើមានការពិបាកទេព្រោះថាមើលទៅបេក្ខភាពបាទ top 5របស់យើងចុងក្រោយគឺថាខ្លាំងមែនទែនបាទគឺមែនទែនទៅពិបាកមែនទែនដោយសារតែគាត់មកលើកនេះសិតតែអ្នកជើងខ្លាំងដែរឆ្នាំដំបូងមែនប៉ុន្តែគាត់ពិតជាមានចំណេះដឹងខ្ពស់ដែលធ្វើឲ្យគណៈកម្មការពិបាកក្នុងការសម្រេចចិត្តប៉ុន្តែកន្លងពីបន្ទាប់ពីយើងធ្វើការបុកបន្ទុកយ៉ាងស្វិតស្វាញជាមួយនឹងការសំណួរសួរឲ្យម្ដងហើយម្ដងទៀតម្ដងហើយម្ដងទៀតយើងនៅតែអាចរកឃើញអ្នកឈ្នះតតែបានអូខេអញ្ចឹងសំណួរចុងក្រោយដែលបងចង់សួរទៅ Sirigan ប្រសិនបើ Gan បានខ្លាយទៅត្រូវបានគណៈកម្មការជ្រើសរើសជា winner របស់ Mr. Import ក្នុងឆ្នាំ2026ហើយ Import មាន project មួយឲ្យ Gan ធ្វើគឺតាក់ទងជាមួយនឹងការpromote ឬក៏ផ្សព្វផ្សាយដើម្បីឲ្យយុវជនគាត់មកទទួលយកសេវានិង get involved ជាមួយ import តែក្នុងនាមយើងជា winner គួរប្រើវិធីសាស្ត្របែបណាដើម្បីឲ្យយុវជនទាំងនោះគាត់មកចូលរួមជាមួយសកម្មភាពរបស់ពួកយើងតោះណាបើសិនជាក្នុងលោកនេះខ្ញុំខ្លាចតែជាម្ចាស់ចេញភាពឬក៏ winner Mr. Import 2026មីសិនដែលខ្ញុំធ្វើដើម្បីប្រមូលបេក្ខភាពយុវវ័យយុវជនក៏ដូចជា Gen Z ដែលគាត់ប្រឈមនឹងបញ្ហាឆ្លងនៃជំងឺកាមរោគជំងឺ AIDS ដែលយើងដឹងថាទិន្នន័យថ្មីគឺមានដល់តែ 44% នៃអ្នកកើតថ្មីចំនួន 70,000 នាក់គឺជា Gen Z អញ្ចឹងខ្ញុំជឿជាក់ថាដើម្បីអាចប្រមូលផ្ដុំក៏ដូចជាហៅពួកគាត់បានគឺយើងត្រូវប្រើវិធីសាស្ត្រដែល Gen Z ពួកគាត់ដែរអញ្ចឹងវិធីសាស្ត្រដែលយើងអាចប្រើបានដូចជាការបង្កើតកម្មវិធីសប្បាយៗ concert ឬក៏កម្មវិធី giveaway challenge ផ្សេងៗលើ social media ផ្សេងៗដើម្បីឲ្យពួកគាត់ interesting ពេលដែលពួកគាត់ចាប់អារម្មណ៍ហើយពួកគាត់មកចូលរួមជាមួយយើងនឹងធ្វើការផ្សព្វផ្សាយចំណេះដឹងផ្សេងៗទាក់ទងនឹងបញ្ហាសុខភាពផ្លូវភេទក៏ដូចជាឲ្យពួកគាត់យល់ដឹងកាន់តែច្បាស់ទាក់ទងទៅនឹងការការពារខ្លួនខ្ញុំជឿជាក់ថាពួកគ្នាសិតតែមានដៃគូអញ្ចឹងអ្វីដែលសំខាន់គឺចេះការពារខ្លួនក៏ដូចជាការពារដៃគូហើយខ្ញុំចង់ប្រាប់អ្នកនរគ្នាថាការពារខ្លួនឯងដើម្បីអនាគតខ្លួនឯងគឺដៃគូរបស់គ្នាសូមអរគុណ